Okay. So ស្រីបងប្អូនអរគ្នាស្វាគមន៍មកកាន់ channel របស់ខ្ញុំនៅក្នុងវីដេអូនេះខ្ញុំនឹងបញ្យល់អ្នកនរគ្នាអំពីយើងនិយាយអំពី file ចំនួន3គឺfile VI VIM ជាមួយនឹង Nano Editor គឺខ្ញុំប្រើទៅលើកម្មវិធីមួយឈ្មោះថា Putty ខ្ញុំប្រើនៅលើហ្នឹងដើម្បីប្រើទៅលើហ្នឹងបានគឺយើងត្រូវការ IP របស់ channel F របស់ពួកយើងដើម្បីបាន IP យើងត្រូវពាក្យថា IP ADDR ឬក៏យើងអាចវាយមួយទៀតលឿនជាងហ្នឹងគឺ IP A ខ្ញុំវាយខុស sorry អ្នកនរគ្នាវាយ IP .clear A វានឹងចេញ IP របស់ពួកយើងមកដូចគ្នាយើងធ្វើការបញ្ចូល IP របស់យើងមកគឺ 192.168.132 នេះគឺយើងប្រើទៅលើ ASX ហើយទៅយើងប្រើ only on clean exit ហើយទៅយើង open នេះមកយើងវាយជាមួយនឹងhostname របស់យើងមកយើងវាយ password យើងចូលមកវានឹងចេញបែបនេះដើម្បីវា clean ស្អាតខ្ញុំធ្វើការ clean វាសិនហើយបែបនេះដើម្បីចូលទៅកាន់ការបង្កើតទៅលើ file VI VIM ឬក៏ Nano Editor របស់ពួកយើងគឺយើងត្រូវស្គាល់អ្វីទៅជា VI ហ្នឹងគឺជា text editor មូលដ្ឋានដែលគេមានស្រាប់នៅក្នុង CentOS Linux server យើងអត់ចាំបាច់តឡើងបន្ថែមទេយើងគ្រាន់តែបង្កើតវាមកគឺបានតែមក VI ហ្នឹងវាស្រួលត្រង់ថាវាប្រើតែ keyboard វាប្រើតែ keyboard ទេវាអត់ចាំបាច់អីច្រើនទេយើងប្រើតែ keyboard ហើយទៅវាមានតែពីរ mode សំខាន់ដែរគឺ command mode ជាមួយនឹង insert mode ដូច្នេះសម្រាប់អ្នកប្រើប្រាស់ថ្មីវារៀងពិបាកបន្តិចមកយើងធ្វើការបង្កើតវាមកយើងវាយ command ថា VI ហើយទៅឈ្មោះ file របស់យើងខ្ញុំអាចខ្ញុំដាក់ឈ្មោះថាbook អញ្ចឹងទៅ .txt ហើយខ្ញុំ enter មកយើងត្រូវវាយអក្សរ I ចូលមកដល់ពេលយើងវាយអក្សរ I ចូលមកវានឹង load ពាក្យថា insert ពេលចេញបែបនេះយើងអាចធ្វើការសរសេរអត្ថបទអីចូលនៅក្នុងនឹងបានហើយខ្ញុំធ្វើការសរសេរទៅដាក់ថា hello Linux this is VI editor ដើម្បីយើងធ្វើការ save file នឹងបានយើងត្រូវចុចទៅលើ escape ហើយទៅយើងវាយ command ថាចុច 2 W ហើយយើងចុច enter មកវានឹង load save file របស់យើងហើយវានឹងចេញមកក្រៅវិញបែបនេះដើម្បីយើងច្បាស់ថាយើង save file ហ្នឹងបានជោគជ័យឬក៏អត់យើងបើក file ហ្នឹងវិញមកគឺគ្រាន់តែយើងវាយថា VI ឈ្មោះ file របស់យើង .txt មកយើង enter មកគឺយើងនឹងធ្វើការចូលមកកាន់ file របស់យើងមិញដែលយើងសរសេរឯកសាររបស់យើងគឺមានប៉ុណ្នេះខ្ញុំនឹងធ្វើការចេញទៅវិញគាត់ចុច escape អាចច្រឡំអត់ទេយើងអាចយើងចុច escape បានទេចុច I សិនហើយទៅយើងចុច escape ហើយយើងវាយចុច 2 W យើងធ្វើការ save ហើយយើងនឹងធ្វើការ exit ចេញទៅវិញអូខេសម្រាប់ file VI គឺខ្ញុំមានតែប៉ុណ្្នឹងទេគឺ file បន្ទាប់គឺ file VIM ដើម្បីមុននឹងយើងធ្វើការបង្កើត file VIM ហ្នឹងយើងត្រូវស្គាល់សិនថា file VIM នេះគឺជា file អី VIM ហ្នឹងមានន័យថា VI improve ជាកំណែថ្មីអភិវឌ្ឍថ្មីអំពី file របស់ VI វាមានមុខងារច្រើនជាងមុន VIM ហ្នឹងវាស័ក្តិសមសម្រាប់ដូចជា programmer admin ដែលត្រូវប្រើធ្វើការជាមួយ file ធំប៉ុន្តែ
យើងត្រូវតឡើងវាជាមុនសិនដើម្បីធ្វើការតឡើង set up បង្កើតវាបានយើងវាយមកវាស្តៀងតាមមិញទេយើងវាយមក viខ្ញុំដាក់ឈ្មោះដូចគ្នាទៅដើម្បីងាយស្រួល book.txt ការ enter មកវានឹងចូលមកកាន់ដូចនេះជាងមិញទៅគឺវាស្តៀងគ្នាទេគ្រាន់តែវាមានមុខងារថ្មីច្រើនជាងហ្នឹងច្រើនជាង vi ហ្នឹងសរសេរ time គ្រាន់តែចុចអក្សរ i មកយើងអាចសរសេរ time ដូចជាខ្ញុំចង់ enter វាហើយខ្ញុំចាក់ថា I love UPP អញ្ចឹងមកបើសិនជាខ្ញុំចង់ search យើងដូចតាមមិញអញ្ចឹងយើងគ្រាន់តែចុច escape ហើយយើងវាយចុច2 W មកយើង enter មកវានឹង save ហើយយើង exit មកវិញហើយបើថាយើងចង់បើកមើល file ហ្នឹងវិញយើងគ្រាន់តែវាយ vim ឈ្មោះ file របស់យើងមក .txt មកនឹងវាចេញមកវិញហើយអាហ្នឹងចំពោះ vim គឺខ្ញុំមានតែប៉ុណ្្នឹងទេចំពោះ file nano វាគឺជា text editor ដែលងាយស្រួលជាងគេបំផុតនៅពេលដែលយើងបើក nano file ហ្នឹងមកវាអាចវាអក្សរបានភ្លាមហើយទៅវា comment line អីគឺវាមាននៅលើ screen ប្រាប់យើងទាំងអស់មកហ្មងយើងអត់ពិបាកត្រូវការចាំឬក៏អីច្រើនទេដើម្បីកុំឲ្យខាតពេលយូរខ្ញុំធ្វើការបង្ហាញអ្នកនរគ្នាមកយើងគ្រាន់តែវាយពាក្យ nano មកខ្ញុំដាក់ឈ្មោះ file ដូចគ្នាមកវាស្រួលព្រោះថាយើងយក file មាន save យើងយកទៅបង្ហាញមកគឺវាលឿន .txt មក enter មកនេះគឺជាតន្ន័យដែលមាននៅក្នុង file ដែលយើងបង្ហាញពី vi បន្ទាប់មក vim មកឥឡូវវាចូលមកកាន់ nano ម្ដងដើម្បីយើងអាចសរសេរបានយើងគ្រាន់តែប្រើ keyboard មកយើងគ្រាន់ចុចលើហ្នឹងមកវាអត់មានអីពិបាកទេយើងអាចសរសេរមកខ្ញុំអាចដូចជាខ្ញុំសរសេរ I like read outbook អីចឹងទៅដើម្បីធ្វើការ save បានយើងគ្រាន់តែចុចcontrol ជាមួយនឹងអក្សរ O ហើយទៅយើង enter វាមកហើយទៅ file ហ្នឹងគឺវានឹង save ហើយដើម្បីយើងចេញពី file ហ្នឹងបានយើងគ្រាន់តែចុច control ជាមួយនឹងអក្សរ X គឺវានឹងចេញពី file nano ដែលយើងបានបង្កើតមុននឹងហើយដើម្បីបើកមើល file nano របស់យើងបានវាដូចតា vi ជាមួយនឹង vim របស់យើងខាងលើពីមុនដូចដែរទេគ្រាន់តែយើងហើយជាមួយពាក្យថា nano ហើយទៅវាយឈ្មោះ file របស់យើង .txt មកគឺវាបើកមកឃើញដូចដែលខ្ញុំបានប្រាប់ខាងលើនឹងចឹងចំណុចដែលគូខ្ញុំត្រូវបង្ហាញប្រាប់អ្នកនរគ្នាគឺមានតែ3ហ្នឹងទេគឺជាមួយនឹង vi vim ជាមួយនឹង nano អញ្ចឹងអ្វីដែលខ្ញុំត្រូវបង្ហាញគឺបានបញ្ចប់ហើយសង្ឃឹមថាអ្នកនរគ្នាទទួលបានចំណេះដឹងពីវីដេអូនេះជាចុងក្រោយខ្ញុំសូមអរគុណអ្នកនរគ្នាសម្រាប់ការចំណាយពេលទស្សនាវីដេអូនេះកុំភ្លេចចុច like share ជាមួយនឹង subscribe ជាមួយ channel របស់ខ្ញុំផងអរគុណច្រើនអ្នកនរគ្នាបាយបាយ